ខ្ញុំមិនមែនជាមនុស្សដែលចេះធ្វើម្ហូបទេអ្នកនរគ្នាហើយក៏មិនចូលចិត្តធ្វើម្ហូបដែរប៉ុន្តែនៅពេលដែលក្រោយរៀបការខ្ញុំត្រូវតែចេះធ្វើម្ហូបហើយម្ហូបរបស់ខ្ញុំគឺអត់មានក្បួនទេធ្វើយ៉ាងណាឲ្យតែបានញ៉ាំនិងរសជាតិអាចទទួលយកបានប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយថ្ងៃនេះអត់ដឹងថាត្រូវធ្វើអីទេក៏ជិះទៅផ្សារក៏ឃើញមានបកងអញ្ចឹងក៏ទិញបកងយកមកធ្វើស្ងោរជ្រក់ខ្ញុំមិនដឹងថាតើវិធីសាស្ត្រនៃការធ្វើបកងរបស់ខ្ញុំនេះត្រឹមត្រូវឬទេហើយការស្ងោរជ្រក់របស់ខ្ញុំនេះពិតជាត្រូវក្បួនឬអត់ក៏ខ្ញុំមិនដឹងដែរតែអ្វីដែលសំខាន់គឺខ្ញុំធ្វើវាជោគជ័យនិងរសជាតិទទួលយកបានសម្រាប់គ្រួសាររបស់ខ្ញុំឥឡូវនេះយើងមកចាប់ផ្ដើមស្ងោរជ្រក់បង្កងទាំងអស់គ្នាចាប់ផ្ដើមដំបូងឡើយគឺខ្ញុំមកលាងបង្កងសិនហើយការលាងបង្កងនោះគឺខ្ញុំលាងតាមតែមើលឃើញកន្លងមកនៅក្នុងគ្រួសាររបស់ខ្ញុំគឺយើងលាងពីខាងក្រៅហើយក៏កាត់ប្រុយរបស់វាចេញអ្នកទាំងអស់គ្នាគឺខ្ញុំមិនដែលលាងបង្កងទេហើយនេះគឺជាលើកទី1ហើយដែលខ្ញុំមកលាងបង្កងហើយក៏មានការមុតដៃដែរហើយនៅពេលដែលកាត់ប្រុយនោះគឺមិនដឹងថាគេត្រូវកាត់កន្លែងណាខ្លះទេប៉ុន្តែកន្លែងណាដែលខ្ញុំទៅគឺខ្ញុំកាត់ចោលទាំងអស់មើលទៅដូចរៀងឆ្កងដែរហើយដោយសារតែមិនមែនជាអ្នកជំនាញធ្វើម្ហូបហើយប្រសិនបើអ្នកទាំងអស់គ្នាឃើញថាឆ្កងចំណុចណាចង់ recommend ឬចង់កែតម្រូវអាច comment មកខាងក្រោមមើលទៅបង្កងទាំងនេះខ្ញុំកាត់ឡើងតងោលអស់ហើយគឺកាត់ខ្ទេចខ្ទីសល់តែខ្លួនតែម្ដងសូម្បីតែការកាន់បង្កងរបស់ខ្ញុំក៏មើលទៅឆ្កងដែរប៉ុន្តែមិនអីទេទៅមុខទៀតខ្ញុំអាចនឹងថ្នឹកជាងនេះហើយធ្វើម្ហូបឲ្យបានញឹកញាប់ក៏ពិតទៅជាទូទៅនៅផ្ទះគឺគ្រួសាររបស់ខ្ញុំគឺជាអ្នកធ្វើម្ហូបខ្ញុំមិនសូវបានធ្វើម្ហូបនោះទេដោយសារតែខ្ញុំត្រូវធ្វើការតាមខេត្តប៉ុន្តែឥឡូវនេះរៀងទំនេរពីការធ្វើការតាមខេត្តហើយយើងក៏បាននៅផ្ទះនឹងធ្វើម្ហូបញ៉ាំជុំគ្នាសម្រាប់ជើងបង្កងខ្ញុំអត់បានបោះចោលទេគឺខ្ញុំទុកវាស្ងោរដដែលគឺទុកតែជើងធំទេជើងតូចក៏ត្រូវបោះចោលដែរព្រោះគិតថាហែកយកសាច់មិនបានបន្ទាប់ពីលាងបង្កងហើយយើងមកលាងបន្លែម្ដងខ្ញុំមិនមានបន្លែច្រើនទេគឺមានតែផ្សិតមួយមុខគត់ក្រៅពីនោះគឺជាជីយើងមាន3មុខគឺជីនាងវងជីរណានិងស្លឹកខ្ទឹមហើយមានគ្រឿងផ្សេងទៀតដូចជាស្លឹកគ្រៃរំដេងនិងស្លឹកក្រូចសើចនៅពេលដែលលាងរួចរាល់យើងក៏មកសម្អាតផ្សិតម្ដងហើយនៅលើគល់ផ្សិតហ្នឹងក៏មានដីតិចតួចអញ្ចឹងទៅខ្ញុំក៏បានសម្អាតនៅគល់ផ្សិតហើយខ្ញុំក៏បានកោសសម្បកវាទៀតដោយសារតែឃើញវាខ្មៅមើលទៅមិនទំនងស្អាតសោះក៏យកកំបិតកោសបន្ថែមតែខ្ញុំធ្វើនេះត្រឹមត្រូវឬអត់សម្រាប់ផ្សិតគឺខ្ញុំបានពុះវាជា4ឲ្យមើលទៅតូចបន្តិចនិងមិនពិបាកញ៉ាំជាធម្មតាជីដែលទិញមកពីផ្សារគឺមិនសូវស្អាតប្រហែលទេហើយអាចនឹងប៉ះបន្លែនាំចូលដូច្នេះហើយត្រូវលាងសម្អាតឲ្យមែនតែនបន្ទាប់ពីលាងសម្អាតហើយខ្ញុំក៏ត្រាំទឹកវាម្ដងទៀតដែរបន្ទាប់ពីលាងបន្លែរួចរាល់យើងក៏មកចាប់ផ្ដើមស្លវិញម្ដងឥឡូវយើងមកដាំទឹកឲ្យពុះហើយយើងដាក់ស្លឹកគ្រៃរំដេងនិងស្លឹកក្រូចសើចចូលទៅហើយក្នុងកំឡុងពេលដែលយើងរង់ចាំទឹកសម្លពុះយើងក៏មករៀបចំជីម្ដងយើងបេះជីឲ្យបានស្អាតនិងត្រៀមឲ្យរួចរាល់សម្រាប់ពេលដែលសម្លយើងឆ្អិនយើងបេះស្លឹកជីលឹងវងនិងហាន់ជីរណាស្លឹកខ្ទឹមឲ្យតូចឥឡូវនេះទឹកសម្លរបស់យើងបានពុះហើយកូរវាមើលបន្ទាប់ពីកូរវាបន្តិចខ្ញុំក៏បានដាក់គ្រឿងចូលទៅគ្រឿងរបស់យើងអត់មានអីច្រើនទេមានតែដុំស៊ុបខ្នុរនិងមានគ្រឿងទេសបន្ថែមទៀតគឺដាក់ទៅតាមចំណង់ចំណូលចិត្តកុំភ្លេចភ្លក់ផងនៅពេលនេះគ្មានអ្នកណាមកគ្រប់គ្រងយើងទេយើងជាអ្នកគ្រប់គ្រងរសជាតិនេះដូច្នេះហើយគឺដាក់តាមចំណង់ចំណូលចិត្តយើងទៅបន្ទាប់ពីលាយគ្រឿងទេសរួចហើយយើងក៏ដាក់បង្កងចូលទៅរងចាំដល់ទឹកពុះបង្កងនោះឆ្អិនយើងក៏ដាក់ផ្សិតហើយនៅពេលដែលផ្សិតនោះឆ្អិនយើងអាចដួសវាចេញមកក្រៅហើយដាក់ជីនិងច្របាច់ក្រូចឆ្មាភ្លក់តាមចំណង់ចំណូលចិត្តហើយយើងអាចញ៉ាំបានហើយតែធ្វើបែបនេះងាយអត់រសជាតិវាគឺអាចទទួលយកបានហើយសម្រាប់ស្ងោរជ្រក់គឺភ្លេចមិនបានទេគឺម្ទេសជាមួយនឹងទឹកត្រីតោះមកញ៉ាំបាយទាំងអស់គ្នា